Happy Sunday រីករាយថ្ងៃអាទិត្យហើយអាទិត្យនេះដែរគឺចំអាទិត្យបុណ្យទិវាឪពុកអន្តរជាតិ Father Day អញ្ចឹងណាពេលអញ្ចឹងនៅស្រុកអាមេរិកនេះគឺនៅថ្ងៃអាទិត្យឡើយទេថ្ងៃហ្នឹងពេលអញ្ចឹងបងប្អូនមានកម្រងទៅណាអត់តែសម្រាប់ខ្ញុំវិញដូចសពមួយដងអញ្ចឹងគឺតែងតែមកធ្វើការជាធម្មតាដដែលមិនថាសៅរ៍មិនថាអាទិត្យទេការងារនៅក្នុងហាងខ្ញុំអត់មានអីទេមានតែជៀនជ្រលក់នំហើយថ្ងៃនេះដែរគឺថានំកន្លឈីខ្ញុំគឺថាដុតបានឆ្អិនហើយបងប្អូនគួរឲ្យចង់ញ៉ាំអត់នំហ្នឹងគឺថាដុតអត់ជៀនទេគឺថានំដុតអញ្ចឹងណាមានសាសិចនៅខាងក្នុងហើយឥឡូវយើងចាប់ផ្ដើមជៀននំ cinnamon roll cinnamon twist បន្តគ្នានេះជានំចុងក្រោយដែលយើងចេញសម្រាប់យកទៅលក់អញ្ចឹងណាប៉ុន្តែយើងនៅមានបន្តទៀតគាត់ថានំនេះគឺជាទឹកចុងក្រោយហើយបន្ទាប់មកគឺថាថ្ងៃនេះគឺខ្ញុំមាន big order ដែរបងប្អូនគឺថាមាន company មក order ជាទូទៅគឺថាគេមិនដែល order ថ្ងៃអាទិត្យទេជាទូទៅគាត់មក order ចាំថ្ងៃ weekend ពហុសុក្រសៅរ៍អញ្ចឹងណាប៉ុន្តែចម្លែកអីតាសានេះគាត់ថាគាត់ order ចំ Father Day ហើយចាំថ្ងៃអាទិត្យហើយយករៀង early ដែរព្រោះអញ្ចឹងយើងត្រូវរូតរះបញ្ញាមកធ្វើគីឡូភ្ញៀវខ្លះគាត់បញ្ញាទៅណាដែរអញ្ចឹងណាបន្តមកទៀតគឺថានំដែលខ្ញុំនេះហ្នឹងគឺថាសម្រាប់លក់សម្រាប់ព្រឹកហ្នឹងគឺមានប្រព័ន្ធមុខនឹងឯងមានបងប្អូនណាចង់ញ៉ាំនំខ្លះគឺថាមើលទៅគួរឲ្យឆ្ងាញ់ណាស់លក្ខណៈថាតំណងអីចឹងណាប៉ុន្តែជាក់ស្ដែងគឺថាអ្នកធ្វើរហងៃនេះមិនសូវញ៉ាំទេយូរញ៉ាំមួយទេហើយថ្ងៃនេះដែរគឺថាចេញពីហាងគឺថាអត់មានខុកម្ហូបអីទេសូមបិទចក្រានមួយថ្ងៃហើយគឺថាមកចូលហាងញ៉ាំអីគឺថាអត់មានទៅហាងអាស៊ីហាងអីទេថ្ងៃនេះគឺថាកូនគាត់ចង់ញ៉ាំសាច់មាន់ប៉ុន្តែអញ្ចឹងនាំគាត់មក Buffalo ញ៉ាំសាច់មាន់មុននឹងសាច់មាន់មកដល់យើងចាំ order អញ្ចឹងទៅបន្ទាប់មកគឺថាដាក់ selfie 1 2 3 4អញ្ចឹងមកបន្ទាប់មកគឺថាសាច់មាន់មកដល់ល្មមគឺថាយើងមកដល់ហ្នឹងគឺថាយើងចាប់ដើមញ៉ាំហើយមានសាច់មាន់មានដលងបារាំងមាន cheeseនំប៉័ងឈីហើយនឹងមាន celery ហើយនឹងការ៉ុតផងដែរគឺថាថ្ងៃនេះដែរគឺថាអត់មានញ៉ាំបាយទេគឺថាសាច់មាន់សុទ្ធតែម្ដងបងណា fan សាច់មាន់គឺថាត្រូវហើយតែសម្រាប់ខ្ញុំវិញបងប្អូនយូរម្ដងទេរឿងមហូបអាកាំងជាធម្មតាគឺថាទៅញ៉ាំខាងក្រៅក៏មហូបអាស៊ីនៅផ្ទះក៏ថាមហូបអាស៊ីដែរពួកឯងមហូបអាកាំងយើងញ៉ាំបានតែយូរម្ដងទេយើងញ៉ាំពេកវាត្រលាន់វាអត់ឆ្ងាញ់ដូចមហូបអាស៊ីយើងទេបើមហូបខ្មែរយើងមានច្រើនមុខចឹងណាមានសាឡូនេះសាឡូនោះឆានេះឆានោះចឹងទៅយើងនឹកឃើញសាឡូអីយើងធ្វើសាឡូនឹងញ៉ាំហើយជួនដល់ឥឡូវដល់រដូវក្តៅទៀតគឺថាយើងចាប់ផ្ដើមដាំដំណាំបានខ្លះចឹងយើងសម្បូរបន្លែសម្រាប់ប្រមូលផលមកធ្វើសាឡូធ្វើម្ហូបអីចឹងណាគឺថាថ្ងៃនេះដែរមុនដំបូងថារត់ទៅស្ទូយួនតាប៉ុន្តែជាក់ស្ដែងបងប្អូនមកពីធ្វើការអស់កម្លាំងហើយត្រូវមេឃភ្លៀងមេឃសតុំទៀតគឺថាអត់ចង់ទៅណាទេអញ្ចឹង Father Day ចាំនេះគឺថាញ៉ាំអីនៅចិត្តផ្ទះនឹងឯង